Trước đây qua mặt ởគ្នាថ្ងៃនេះខ្ញុំនឹងយកការរលាកប្រព័ន្ធផ្លូវដង្ហើមដោយមេរោគ OIV respiratory syncytial virus មេរោគ OIV នេះវាបង្កនៅប្រព័ន្ធផ្លូវដង្ហើមដែលខាងលើនិងខាងក្រោមហើយភាគច្រើនគឺក្មេងអាយុក្រោម2ឆ្នាំតែការទុះឡើងវិញជាញឹកញាប់នៅរដូវភ្លៀងនិងរដូវដែលរងាជំងឺនេះគឺធ្លាប់កើតពីមុនមកយូរហើយប៉ុន្តែឥឡូវនេះវាអាចនឹងទុះឡើងមកវិញវានឹងទុះឡើងមកវិញអញ្ចឹងសូមបងប្អូនប្រុងប្រយ័ត្នហើយរលាកផ្លូវដង្ហើមនេះជំងឺនេះវាអាចនឹងឆ្លងទៅតាមការបឺតស្រូបទៅតាមផ្លូវដង្ហើមរបស់យើងហ្នឹងវាទៅតាមការកណ្ដាស់ក្អកឬក៏ថើបនៅក្នុងបន្ទប់មួយដែលបិទជិតចំពោះអ្នកជំងឺហើយបានអ្នកដែលបន្តកើតអាចក៏ដកដង្ហើមក៏បឺតស្រូបនៃកំទេចទឹកមាត់ឬក៏កណ្ដាស់របស់អ្នកជំងឺនោះឲ្យចូលទៅក្នុងខ្លួនហើយអាចនឹងបង្កជាជំងឺហើយរយៈពេលនៃការបឺតស្រូបមេរោគចូលឬកណ្ដាស់អីកំទេចទូចនៃទឹកមាត់ហ្នឹងបឺតចូលហើយរយៈពេល4ទៅ6ថ្ងៃនឹងមានរោគសញ្ញានេះជារោគសញ្ញាមួយដែលអាចនឹងជាស្តៀងជាមួយនឹងផ្ដាសាយឬក៏ផ្ដាសាយធម្មតាដូចជាសញ្ញាដែលក្តៅខ្លួនសេញចេញតឹងច្រមុះគេសបោឈឺពងកឈឺក្បាលនិងក្អកកណ្ដាស់ជាដើមហើយជំងឺនេះអាចវិវត្តជាជំងឺធ្ងន់ធ្ងរហើយក៏មានសញ្ញាមួយដែលអត់ល្អដែរគឺអាចឲ្យនឹងបើជំងឺអាចនឹងក្អកខ្លាំងក្តៅខ្លួនខ្លាំងពិបាកដកដង្ហើមញាប់ក្បាលវិញគឺអាចខយ៉ាបៅឬអស់កម្លាំងល្វើយហើយនឹងយើងពិនិត្យយកអុកស៊ីហ្មែនទៅយើងពិនិត្យទៅឃើញគាត់ខ្វះអុកស៊ីហ្សែននេះបញ្ជាក់ថាគាត់អាចនឹងលាកមួយដែលកម្រិតដូចជាលាកទងសួតឬក៏លាកសាច់សួតជាដើមបើមានអាការៈដូចនេះសូមប៉ាម៉ាក់នាំកូនឬក៏នាំម្ដាយទៅពិគ្រោះឬក៏ទៅព្យាបាលជាមួយវិជ្ជបណ្ឌិតជាបន្ទាន់សូមអរគុណ